ngày ní cứ chừng ngày tí mũi nên là ca pran vì cái 62từ căn cái 70របស់ខ្ញុំនឹងឯនេះគ្នាច្រើននេះក្នុងការហាត់របស់ខ្ញុំគឺចាប់ដើមអីហើយចាប់ដើមខែហ្មងហើយមកដល់គឺអមេច្រើនអ្នកគ្នាគឺពុតដៃពុតជើងហើយខ្ញុំវាយសាក់សិនវាយសាក់ដើម្បីកដៅសិចដុំហើយម្នាក់គ្នាឆ្ងល់ថាចុំខ្ញុំហាត់តឡើងគីឡូអញ្ចឹងមិនបានខ្ញុំនៅវាយសាក់នៅវាយអីទៀតណាសម្រាប់ខ្ញុំហ្មងខ្ញុំតឡើងគីឡូមែនតែខ្ញុំអត់ចង់ឲ្យរាងកាយរបស់ខ្ញុំនឹងវារបៀបវាតឡើងគីឡូវាមានសាច់ដុំតែវារឹងរបៀបយើងអាចបត់បានច្រើនលះលហួនអីចឹងណាអ្នកគ្នាព្រោះអីខ្ញុំអត់ចោលទេអាគុណខ្មែរហ្នឹងចឹងទៅគឺខ្ញុំតឡើងគីឡូមែនតែខ្ញុំនៅតែហាត់មួយថ្ងៃ2 3ទឹកដើម្បីឲ្យខ្លួនប្រាណយើងវាយឺតសរសៃយឺតអីចឹងអ្នកគ្នាកុំឲ្យវាជាប់ហើយបន្ទាប់ពីវាយហើយខ្ញុំក៏ចាប់ដើមលេងយកសាច់ដុំតែថ្ងៃនេះគឺខ្ញុំហាត់ទ្រូងហើយនឹងដៃក្រោយហើយអេសសៃមុនគេខ្ញុំធ្វើគឺខ្ញុំលេងdumbbell press ហើយខ្ញុំលេងតែខ្ទង់គីឡូស្រាសិនទេហើយខ្ញុំលេង3 set ហើយមួយ set ខ្ញុំលេងតែ10ទៅ12 rep អីទេហើយបន្ទាប់ពី dumbbell press ខ្ញុំលេងcable fly ខ្ញុំមិនច្បាស់ថាអាហ្នឹងគេហៅ cable fly ឬក៏ chest fly ទេខ្ញុំអត់សូវច្បាស់តែខ្ញុំលេងដូចជា4ទៅ5 set ហើយមួយ set ខ្ញុំលេងប្រហែលខ្ទង់12ទៅ13 rep អីហ្នឹងអ្នកគ្នានិយាយទៅខានចូលជាមយូរឯណាគ្នាអញ្ចឹងទៅ form នៃការហាត់ហើយនឹងកម្លាំងរបស់យើងគឺបាត់តាមនឹងអីខ្ញុំមានអារម្មណ៍ form គឺឆ្កងខ្លាំងមែនតើបន្ទាប់ពីខានហាត់យូរមែនតើអ្នកគ្នាគិតមើលតាំងពីខ្ញុំចាប់ដើមចូលហាត់ដើមមកដល់ឥឡូវខ្ញុំចូលជាមអស់ច្រើនទេបាន10 ដងមួយឆ្នាំចុងក្រោយនេះខ្ញុំចូលជាមបានខ្ទង់10ទៅ15 ដងអីហ្នឹងហើយបន្ទាប់ពីលេង chest fly ខ្ញុំក៏លេងអានេះគេហៅ chest press ដូចជា chest press ដែរ incline chest press ខ្ញុំលេងខ្ទង់4ទៅ5 set ហើយមួយ set ខ្ញុំលេងតែ8ទៅ10 rep ទេហើយ exercise មួយនេះគឺហាត់យកទ្រូងខាងលើនេះព្រោះអីខ្ញុំផ្ដោតហាត់ទ្រូងខ្លាំងមែនទែនព្រោះអីសាច់តែខ្ញុំបាត់ក្នុងរយៈពេលមួយឆ្នាំចុងក្រោយហ្នឹងសាច់ដែលបាត់ច្រើនជាងគេគឺទ្រូងហ្នឹងហ្មងហើយបន្ទាប់ពីយើងលេងទ្រូងចប់ខ្ញុំក៏ដល់ពេលលេង tricep លេងដៃក្រោយម្ដងហើយ exercise មួយគឺខ្ញុំធ្វើគឺ tricep extension ខ្ញុំលេងខ្ទង់3 set ហើយ rep ប្រហែលខ្ទង់10ទៅ12 rep អីហ្នឹងអ្នកគ្នានិយាយទៅ form ខ្ញុំគឺអត់សូវហ្មងទេណាព្រោះអីខ្ញុំខានយូរហើយនិយាយទៅតាំងដើមមក form ខ្ញុំវាអត់សូវស្អាតស្រាប់ព្រោះខ្ញុំទៅហាត់ជាងមួយខ្ទង់មួយឆ្នាំកន្លះហើយអញ្ចឹងហើយហាត់អត់មាន coach អត់មានគ្រូអត់មានអីខ្ញុំហាត់ខ្លួនឯងសតមើលតាម YouTube តាមអីហ្នឹងអញ្ចឹងទៅform យើងក៏វាទៅតាមហ្នឹងដែរណាគ្នាហើយបន្ទាប់ពី tricep extension ខ្ញុំក៏លេង tricep push down tricep push down ជា exercise មួយដែលខ្ញុំឆ្លាញ់ជាងគេព្រោះអីវានេះណាគ្នាយើងលេងគីឡូបានធ្ងន់ហើយហាត់ទៅចូលខ្លាំងអញ្ចឹងទៅខ្ញុំឆ្លាញ់ exercise នឹងខ្លាំងមែនតើសម្រាប់ការហាត់ដៃក្រោយហើយបន្ទាប់ពីហាត់ចប់ខ្ញុំក៏រៀបចំឲ្យបានទៅផ្ទះទៅអីវិញអ្នកគ្នាហើយថ្ងៃហ្នឹងគឺលេងមិនតិចសិនទេព្រោះយើងខានយូរហើយយើងមកវិញអញ្ចឹងតែយើងបុកខ្លាំងពេកអាហ្នឹងគឺប្រកាសយល់ហ្មងថាឈឺខ្លួនហើយស្អែកហាត់អត់កើតទេអញ្ចឹងទៅខ្ញុំលេងស្រាៗសិនទេអ្នកគ្នាតោះសម្រាប់បងប្អូនដែលកំពុងតែមានបញ្ហាកពស់ឬក៏ចង់ឲ្យខ្លួនឯងលូតកពស់បន្ថែមទៀតខ្ញុំសូមណែនាំជាមួយនឹងវីតាមីនសំខាន់ព្រោះអីវីតាមីននេះវាគឺជាផលិតផលរបស់កូរ៉េសម្បូរទៅដោយជាតិកាល់ស្យូមដែលជួយបងលូតកពស់ហើយងាយស្រួលញ៉ាំមានរូបរាងដូចស្ករគ្រាប់ញ៉ាំអត់ចាំបាច់ផឹកទឹកទេគឺទៅពីញ៉ាំដូចស្ករគ្រាប់អញ្ចឹងហើយបើសិនជាបងចង់ទិញជាមួយនឹងវីតាមីនបន្ថែមខ្ញុំសូមណែនាំជាមួយនឹង Page God Gamer Store ព្រោះអី Page របស់គាត់គឺលក់ផលិតផលសុទ្ធមកពីកូរ៉េហើយមួយទៀតគឺ Page របស់គាត់គឺយកចិត្តទុកដាក់ជាមួយនឹងអតិថិជនខ្លាំងមែនតើ